ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំមីងហងក្នុងវីដេអូនេះមកស្វែងយល់ពីមូលហេតុដែលធ្វើឲ្យធ្មេញលឿងឬក៏ធ្មេញខ្មៅធ្មេញគឺជាផ្នែកមួយដែលធ្វើឲ្យយើងនឹងមានភាពទាក់ទាញប៉ុន្តែបើសិនជាធ្មេញលឿងឬក៏ធ្មេញខ្មៅហើយសោយទៅប្រកាសជាបាត់បង់ភាពទាក់ទាញខ្លាំងមែនទែនបងប្អូនហើយមិនតែប៉ុណ្ណោះពេលខ្លះដែលយើងសោយទៅគេមើលមកយើងគេថាយើងនឹងខ្វះអនាម័យមាត់ធ្មេញប្រហែលជាអត់ដែលដុសធ្មេញទេយ៉ាងមិនទៅបើនិយាយធ្មេញអត់ស្អាតធ្មេញលឿងអីអញ្ចឹងណាបងប្អូនហើយពេលខ្លះទៀតគេអាចនឹងខ្ពើមយើងទៀតផងចាកុំឲ្យខាត់ពេលវេលាយូរខ្ញុំសូមនិយាយពីមូលហេតុតែម្ដងមូលហេតុទី1គឺកត្តាចំណីអាហារដោយសារតែនៅក្នុងអាហារគឺមានជាតិស្អិតហ្នឹងក៏បានទៅជាប់នៅលើធ្មេញបូករួមជាមួយនឹងយើងកង្វះអនាម័យមាត់ធ្មេញទៀតនោះដូច្នេះធ្វើឲ្យធ្មេញរបស់យើងប្រែពណ៌ទៅជាលឿងឬក៏ខ្មៅមូលហេតុទី2គឺតាក់ទងទៅនឹងភេសជ្ជៈដូចជាស្រាកាហ្វេតែចាក៏អាចធ្វើឲ្យធ្មេញប្រែពណ៌បានដែរហើយមូលហេតុទី3គឺស្ថានភាពសុខភាពចំពោះអ្នកជំងឺមហារីកដែលគាត់ព្យាបាលដោយប្រើគីមីឬក៏វិទ្យុសកម្មគឺជាកត្តាចម្បងដែលធ្វើឲ្យធ្មេញនឹងប្រែពណ៌ទៅជាខ្មៅឬក៏លឿងចាមូលហេតុទី4តាក់ទងទៅនឹងកត្តាខាងក្រៅនៅក្នុងថ្នាំដុសធ្មេញដែលមានកម្រិតជាតិភ្លុយអរខ្ពស់ក៏ធ្វើឲ្យធ្មេញទៅជាប្រែពណ៌លឿងឬក៏ខ្មៅផងដែរចាវីដេអូនេះរៀងខ្លីទេបងប្អូនមុននឹងបញ្ចប់វីដេអូនេះខ្ញុំសូមចែករំលែកពីដំណោះស្រាយដើម្បីកម្ចាត់ជាតិស្អិតពីអាហារកុំឲ្យធ្មេញរបស់យើងប្រែពណ៌ចាអត់មានអីក្រៅពីដុសសម្អាតធ្មេញឲ្យបានស្អាតក៏ដូចជាឆ្កឹះដោយប្រើជាមួយនឹងអំបោះដែលយើងហៅថា floss នោះទី2គឺជាវាងអាហារក៏ដូចជាភេសជ្ជៈណាដែលធ្វើឲ្យស្អិតជាប់ធ្មេញហើយចំណុចទី3ខ្ញុំមានវិធីសាស្ត្រដើម្បីឲ្យធ្មេញកាន់តែសចាវិធីធម្មជាតិប្រើម្សៅ baking soda លាយជាមួយនឹងទឹកក្រូចឆ្មាខ្ញុំអនុវត្តធ្វើបានប្រហែលជា3-4ដងហើយបងប្អូនគឺទទួលបានផលសមែនទេបងប្អូនធ្វើខ្ញុំប៉ុន្តែធ្វើខ្ញុំនេះអឺកាលពីមុនមកខ្ញុំធ្លាប់ពុតធ្មេញដល់ពេលហើយវាត្រឹមបានតែម៉េចទេខ្ញុំខានពាក់ retainer យូរហើយឥឡូវធ្មេញខ្ញុំដើរមកសភាពដើមវិញចាឃើញបញ្ជួរខាងក្រោមវិញដែរហើយខាងលើនេះដោយសារតែខ្ញុំដកធ្មេញអស់4ដល់ពេលអញ្ចឹងទៅវាចាប់ផ្ដើមរៀងចំហខាងមុខបន្តិចចាខ្ជិលទុកអញ្ចឹងប្រោយទៅអត់សូវមានលុយទៅកែទៀតទេប៉ុណ្ណឹងហើយថាពេលពាក់ធ្មេញម្ដងមិនសួរទេចានេះខ្ញុំចែករំលែកពីការពាក់ធ្មេញដែរពេលដែលឈប់ពាក់គឺធ្មេញដើរមកវិញដដែលទេបងប្អូនដោយសាររាងកាយរបស់ខ្ញុំផងក៏មិនដឹងតោះតែចង់ដឹងច្បាស់ទៅសួរអ្នកដែលគាត់ធ្លាប់ពាក់ធ្មេញពុតធ្មេញ3-4នាក់មកថាចម្លើយដូចគ្នាដែរអត់ក្រោយពីជប់ពាក់ retainer ជប់ពាក់ press ចាអាឡ័យតែនិយាយតទៅនឹងរឿងពុតធ្មេញឥឡូវខ្ញុំសូមតពីការប្រើប្រាស់ baking soda និងទឹកក្រូចឆ្មាវិញជួយធ្វើឲ្យធ្មេញសដោយធម្មជាតិណាបងប្អូនសមែនខ្ញុំអត់កុហកទេអាចអនុវត្តបានប្រើម្ដងសម្ដងបងប្អូនគ្រាន់តែដាក់ម្សៅ baking soda ចំនួនប្រហែលជា2ស្លាបព្រាកាហ្វេទៅហើយលាយមួយក្រូចឆ្មាមួយចំណិតតូចលាយធ្វើម៉េចឲ្យខាប់ផុកចឹងណាកុំឲ្យរាវពេកហើយយកច្រាសដុសធ្មេញមកជ្រលក់ដុសចាដុសឲ្យសព្វមកទុកតែប្រហែលជា1នាទីទៅ2នាទីបានហើយកុំទុកយូរពេកបើទុកយូរពេកបណ្ដាលឲ្យរលាកមាត់វិញរលាកចាញអីហើយដុសថ្នមទៅបើសិនជាដុសខ្លាំងអាចឈាមចាញចឹងហើយយើងដុសថ្នមដូចយើងដុសធ្មេញធម្មតាដែរចាហើយបើប្រើជាមួយនឹងទឹកក្រូចសើចក៏ល្អដែរឈ្ងុយក្រូចសើចពេញមាត់ហ្មងពួកខ្ញុំសាក់លបងប្រើអស់ហើយចាមិនថាទឹកក្រូចឆ្មាឬក៏ទឹកក្រូចសើចទេហើយមិនបាច់ចាំដុសធ្មេញបើចាំដុសជាមួយនឹងថ្នាំដុសធ្មេញទៀតទេដោយសារតែម្សៅ baking soda មានរសជាតិរៀងប្រៃដូចអំបិលយើងហើយក្រូចឆ្មានេះចូលទៅសម្អាតមានជាតិអាស៊ីតអញ្ចឹងសម្អាតក្លិនមាត់ក្លិនអីបានល្អមែនតែនបងប្អូនចឹងខ្ញុំ recommend ឲ្យមួយសប្តាហ៍ប្រើតែ2ទៅ3ដងបានហើយកុំដុសរាល់ថ្ងៃពេកចាហើយជ្រើសរើសថ្នាំដុសធ្មេញដែលមានកម្រិតជាតិ fluid អទាបអាចជ្រើសរើសថ្នាំធ្មេញណាដែលជួយធ្មេញធ្វើឲ្យសជួយធ្វើឲ្យធ្មេញរឹងមាំការពារពុកធ្មេញនិយាយរួមជ្រើសរើសថ្នាំធ្មេញណាដូចបោះកូរ៉េបោះជប៉ុនអីល្អបងប្អូនហើយបោះខ្មែរយើងក៏មានល្អដែរតែគ្រាន់ថាខ្ញុំអត់
ដែលប្រើរបស់ខ្មែរអញ្ចឹងណាខ្ញុំសូមអធិស្ឋានឡើយហ្នឹងមិនមែនថាខ្ញុំអត់ចង់គ្រប់គ្រងផលិតផលខ្មែរទេប៉ុន្តែខ្ញុំអត់ដឹងថាជ្រើសរើសថ្នាំថ្មីមួយណាដែលនោះទៅវាសឬជួយធ្មេញអញ្ចឹងណាខ្ញុំអត់ទាន់ជ្រើសរើសត្រូវទេអញ្ចឹងខ្ញុំអត់ទាន់អត់ហ៊ាននិយាយខ្លាចប៉ះពាល់ brand ថ្នាំថ្មីគេដែរចា៎បងប្អូនវីដេអូរបស់នេះខ្ញុំគឺដល់ទីបញ្ចប់ហើយសូមអរគុណដែលបានចំណាយពេលវេលាទស្សនាជូនពរសុខភាពល្អសំណាងល្អរីកចម្រើនគ្រប់ភារកិច្ចខណៈនេះនាងខ្ញុំមីហងសូមគោរពនិងសូមជម្រាបលាជួបនាងខ្ញុំនៅក្នុងវីដេអូក្រោយទៀតបាយបាយ